ចិត្តមួយនឹងថ្មីខ្ញុំឥឡូវខ្លាំងមែនតើហ្មងនិយាយទៅមុននឹងខ្ញុំពុតថ្មីនឹងសភាពខ្ញុំគឺវាមានបញ្ហាច្រើនខ្លាំងមែនតើដោយសារតែថ្មីខ្ញុំជាប្រភេទថ្មីក្រមក្របថ្មីលើដែលពាក្យបច្ចេកទេសគេហៅថា class 3បងហើយថ្មីខ្ញុំមានសភាពចំពោះរៀងច្រើនថ្មីដែរបងអញ្ចឹងទៅគឺត្រូវការតម្រូវការគឺត្រូវការពុតថ្មីខ្លាំងមែនតើដោយសារតែបើសិនជាអត់ពុតថ្មីទេគឺពិបាកនឹងសោចចេញថ្មីគឺអត់ដែរហ៊ានសោចចេញថ្មីដាក់គេបងពេលដែលសោចបានត្រឹមញ៉ាំធម្មតាជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់ feedback របស់អតិថិជនដែលបានពុតថ្មីនៅ clinic ខុយមករាចង់ដឹងថាតើបទពិសោធន៍របស់គាត់ដែលបានពុតថ្មីនៅ clinic មួយនេះហើយក៏ដូចជាការផ្លាស់ប្ដូរនៅស្នាមញញឹមថ្មីរបស់គាត់គឺមានការស្រស់ស្អាតកម្រិតណាឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរអូវ៉ាវស្រស់ស្អាតខ្លាំងមែនតើមើលទៅស្រស់ស្រាយតែម្ដងណាចាចង់អូនអាចជួយណែនាំខ្លួនតិចបានទេអូនចាខ្ញុំឈ្មោះនីតាហើយបច្ចុប្បន្នខ្ញុំមានអាយុ21ឆ្នាំហ្មងវ៉ាវ21ឆ្នាំចង់អូននៅរៀនឬក៏ចូលធ្វើការហើយខ្ញុំនៅរៀនបងចាអូអតិថិជនរបស់យើងគឺគាត់មានរូបរាងហើយស្រស់ស្អាតមែនតើហើយបន្ទាប់ពីពុតថ្មីហើយគឺឃើញថាស្នាមញញឹមរបស់គាត់គឺមានការផ្លាស់ប្ដូរហើយកាន់តែស្អាតមួយកម្រិតទៀតបងចង់ដឹងថាមុននឹងអូនពុតថ្មីអូនស្គាល់ clinic ខុយមករាតាមរយៈណាដែរចាបងខ្ញុំស្គាល់ clinic ខុយមករាតាមរយៈខាង clinic គាត់ផ្សព្វផ្សាយតាមប្រព័ន្ធ social media បងហើយខ្ញុំមានមិត្តភ័ក្តិគាត់ណែនាំឲ្យមក clinic ខុយមករាបងចាដោយសារថាបច្ចុប្បន្នការពុតថ្មីគឺមានភាពពេញនិយមមែនតើហើយតាក់ទងជាមួយនឹង clinic ក៏មានច្រើនដែរប៉ុន្តែហេតុអ្វីបានជាអូនជ្រើសរើសយក clinic ខុយមករាឬក៏អូនតាមដានឃើញមានចំណុចពិសេសថងកន្លែងណាអញ្ចឹងណាចាបងដោយសារតែខ្ញុំឃើញលោកគ្រូគាត់មានបទពិសោធន៍យូរឆ្នាំហើយលោកគ្រូគាត់មានគេឈ្មោះល្បីដែរបងអញ្ចឹងទៅមានអ្នកស្គាល់គាត់ច្រើនថាគាត់ធ្វើថ្មិញល្អទឹកដៃល្អអញ្ចឹងណាបងហើយភ្ញៀវដែលគាត់ធ្លាប់ធ្វើមួយលោកគ្រូក៏គាត់ប្រាប់ខ្ញុំថាគាត់ពេញចិត្តចាចង់បងចង់ដឹងថាតើអូនពុតថ្មិញបានរយៈពេលប៉ុន្មានឆ្នាំដែរខ្ញុំពុតថ្មិញបានរយៈពេល3ឆ្នាំហើយបងប៉ុន្តែបន្ទាប់ពីពុតថ្មិញហើយគឺខ្ញុំពេញចិត្តមួយនឹងថ្មិញខ្ញុំឥឡូវខ្លាំងមែនតើហ្មងចាពេលដែលអូនពុតថ្មិញហើយតើអូនមានត្រូវការពាក់ retainer អីដើម្បីឲ្យថ្មិញយើងរក្សានៅភាពស្អាតដដែលត្រូវការពាក់បងដោយសារតែលោកគ្រូគាត់ណែនាំឲ្យខ្ញុំពាក់ retainer ចាប់ពី6ខែទៅ1ឆ្នាំយ៉ាងយូរបងអញ្ចឹងខ្ញុំក៏បានធ្វើតាមការណែនាំរបស់លោកគ្រូហើយមកដល់ឥឡូវហ្នឹងគឺខ្ញុំដោះប្រេះបានរយៈពេល3ឆ្នាំដូចគ្នាបងប៉ុន្តែគឺថ្មីខ្ញុំអត់មានរត់ទៅសភាពដើមវិញអីបងគឺនៅត្រង់ស្មើស្អាតទាំងអស់ណាចាវ៉ាវពិសេសខ្លាំងមែនតើបងសួរនេះដោយសារចេះបងឆ្ងល់ឃើញអូនឲ្យបានពាក់អា retainer អីហ្នឹងហ៎ព្រោះជាទូទៅពេលដែលពុតថ្មិញហើយគឺគេតម្រូវឲ្យពាក់ពេលខ្លះគឺគេនិយាយថាពាក់ដល់មួយជីវិតទៀតប៉ុន្តែសម្រាប់អូនលោកតនបណ្ឌិតគាត់ណែនាំថាពាក់ត្រឹមរយៈពេល6ខែតែ1ឆ្នាំចាឥឡូវនេះយើងលើស1ឆ្នាំហើយត្រូវទេចាបងចាចង់បងអាចដឹងបានទេថាមុននឹងអូនពុតថ្មិញតើសភាពថ្មិញអូនបែបណាដែរអញ្ចឹងណានិយាយទៅមុននឹងខ្ញុំពុតថ្មីនឹងសភាពខ្ញុំគឺវាមានបញ្ហាច្រើនខ្លាំងមែនតើដោយសារតែថ្មីខ្ញុំជាប្រភេទថ្មីក្រមក្របថ្មីលើដែលពាក្យបច្ចេកទេសគេហៅថា class 3បងហើយថ្មីខ្ញុំមានសភាពចំពោះរៀងច្រើនថ្មីដែរបងអញ្ចឹងទៅគឺត្រូវការតម្រូវការគឺត្រូវការពុតថ្មីខ្លាំងមែនតើដោយសារតែបើសិនជាអត់ពុតថ្មីទេគឺពិបាកនឹងសោចចេញថ្មីគឺអត់ដែរហ៊ានសោចចេញថ្មីដាក់គេបងពេលដែលសោចបានត្រឹមញ៉ាំធម្មតាបងចាអញ្ចឹងដល់ពេលឥឡូវពេលដែលពុតថ្មីហើយគឺធ្វើឲ្យយើងមានទំនុកចិត្តក៏ដូចជាភាពជឿជាក់ជាងមុនហើយចាសោចអស់វិចិត្រហ្មងបងអត់មានអៀនថាគេឃើញថ្មិញយើងចពើឬក៏ថ្មិញយើងអត់ស្មើគ្នាអីគឺអត់ទេចាអញ្ចឹងបងសូមបកអូនទៅរយៈពេលនៅពេលដែលអូនពុតថ្មិញវិញណាអញ្ចឹងពេលដែលអូនពុតថ្មិញតើអូនទទួលបានការយកចិត្តទុកដាក់កម្រិតណាពីលោកគ្រូអ្នកគ្រូក៏ដូចជាបុគ្គលិកគាត់ធ្វើការនៅនឹងអញ្ចឹងណាហ្នឹងហើយបងសម្រាប់កំឡុងពេលពុតថ្មិញហ្នឹងគឺលោកគ្រូហើយនឹងបងនៅហ្នឹងគឺគាត់តែងតែremind ឬក៏ check up លើយើងឲ្យយើងមកដូរកៅស៊ូរយៈពេលកន្លះខែម្ដង1ខែម្ដង2ខែម្ដងតាមមាត់ថ្មិញណាបងហើយកំឡុងពេលដែលយើងពុតថ្មិញហ្នឹងក៏គាត់ព្យាយាមថែរក្សាមាត់ថ្មិញយើងដោយគាត់6ខែគាត់ clean ថ្មិញជូនយើងម្ដងគាត់ណែនាំយើងថាយើងត្រូវសម្អាតថ្មិញមិនត្រូវ floss មិនអីមិនចឹងណាបងចាចុះតើតើជាមួយនឹងឧបករណ៍វិញអូនគិតមិនដែរសម្រាប់ឧបករណ៍នៅក្នុង clinic ថ្មិញមន្ទីរព្យាបាលថ្មិញខុយមករាហ្នឹងគឺខ្ញុំមានអារម្មណ៍ថាឧបករណ៍គាត់ទំនើបបងហើយថ្មីបងចឹងពេលដែលយើងចូលទៅគឺយើង feel ថាកន្លែងហ្នឹង clean កន្លែងហ្នឹងស្អាតចឹងណាបងចាសួរតាមត្រង់អូនខ្លាចទេពេលដែលអាសាមកពេទ្យចឹងណាបើសិនជាមកដាក់ប្រេះយូរទៅស៊ាំហើយបងអត់ខ្លាចទេប៉ុន្តែពេលដំបូងមុននឹងដាក់ហ្នឹងគឺយើងត្រូវ
ព្យាបាលធ្មេញព្រោះ ចា៎ បើសិនជាធ្មេញយើងមានបញ្ហាឬក៏យើងត្រូវវះត្រូវដកអីចឹងបងខ្លាចដែរប៉ុន្តែលោកគ្រូគាត់មានជំនាញចឹងទៅនៅពេលដែលខ្ញុំវះធ្មេញហ្នឹងគឺបន្ទាប់មកគឺខ្ញុំអត់ ចា៎ មានបញ្ហាខ្លាចអីទៀតទេបង ចាអញ្ចឹងយើងអត់មានអារម្មណ៍ថាភ័យខ្លាចអីទេ ចា៎ ចាព្រោះធម្មតានៅពេលដែលយើងអាសាមកពេទ្យឬមួយក៏ដូចជាដូចអូននិយាយថា6ខែមកម្ដងមែន ចា ចាអញ្ចឹងយើងអាចនឹងមានអារម្មណ៍ថាភ័យខ្លាចហើយព្រោះដោយសារថាយើងពុតធ្មេញពេលពុតធ្មេញខ្លះអ្នកខ្លះគឺត្រូវដកធ្មេញទៀតអញ្ចឹងប្រកាសជាភ័យហីប៉ុន្តែបើយើងជួបជាមួយនឹងតនបណ្ឌិតដែលគាត់មានជំនាញច្បាស់លាស់គឺធ្វើឲ្យយើងអត់មានក្តីបារម្ភទេ ចា ចាអញ្ចឹងសម្រាប់អូនឥឡូវនេះអូនគិតថាបើសិនបើមានបងប្អូនដែលគាត់មានគម្រោងគិតថាចង់ពុតធ្មេញដូចអូនតើអូនមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅគាត់អត់ អញ្ចឹងសម្រាប់ការផ្ដាំផ្ញើគឺចង់ផ្ញើជូនបងដែលគាត់អត់ជឿជាក់លើស្នាមញញឹមខ្លួនឯងបងដែលគាត់ចង់មកពុតធ្មេញតែគាត់ខ្លាចគាត់អត់ហ៊ានគាត់ខ្លាចឈឺអីអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅគឺដំបូងគឺអាចនឹងយើងមានអារម្មណ៍ថាភ័យប៉ុន្តែពេលដែលយើងបានមកជួបពីគ្រូពិភាក្សាមួយលោកគ្រូគាត់ប្រាប់យើងថាយើងត្រូវទទួលសេវាកម្មមិនត្រូវព្យាបាលមិនហើយបន្ទាប់ពីយើងពុតធ្មេញបានមួយរយៈទៅគឺលែងឈឺអ្នកទាំងអស់គ្នាគឺយើងស៊ាំជាមួយវាហើយបើសិនជាឈឺក៏អាចឈឺមកផ្លែទេប៉ុន្តែគឺយើងបដូរបានស្នាមញញឹមមួយដែលស្អាតពេញមួយជីវិតនៅពេលដែលយើងសោយឬក៏យើងញញឹមទៅគឺយើងអត់មានភាពអៀនឬក៏ខ្លាចគេឃើញធ្មេញយើងអត់ស្អាតទេព្រោះនៅពេលដែលគេជួបយើងលើកដំបូងគឺគេមើលលើស្នាមញញឹមមើលលើមុខមាត់យើងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាយើងសោចទៅទាំងភាពជឿជាក់ទាំងស្នាមញញឹមដែលស្រស់ស្អាតគឺយើងមានទំនុកចិត្តខ្លាំងមែនទែន វ៉ាវពិតជាក្បោះក្បាយខ្លាំងមែនតើអ្នកទាំងអស់គ្នានេះមិនមែនជាការប្រម៉ូទទេណាគឺជាសម្ដីរបស់អតិថិជនពិតៗតែម្ដងចាអរគុណអូនច្រើនមែនតើដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចសម្ភាសន៍បងក៏ដូចជាបង្ហាញពីចំណាប់អារម្មណ៍នៅ Clinic ខុញមកក្រាផងដែរចាអរគុណអូនចា